មួយថ្ងៃមុននៃថ្ងៃបញ្ចប់នៃពិភពលោកនឹងខ្ញុំបានជិះទូកមកដល់កោះដ៏ឆ្ងាយមួយនៅទីនេះមានផ្ទះវីឡាមួយដែលឪពុកខ្ញុំនឹងបានសាងសង់ទុកជាមុនវីឡានេះនឹងមានជញ្ជាំងខ្ពស់ព័ទ្ធជុំវិញហើយមានទាំងរបងខ្សែភ្លើងទៀតផងខ្ញុំនឹងក៏ប្រញាប់រត់ចូលទៅខាងក្នុងរួចហើយក៏បានខលទូរស័ព្ទទៅឪពុកខ្ញុំភ្លាមហៅឡូប៉ាតាមការណែនាំរបស់ប៉ានឹងខ្ញុំបានមកដល់វីឡានេះនឹងដោយសុវត្ថិភាពហើយល្អណាស់កូនបន្ទាប់ពីនេះនឹងឯងអាចនៅទីនេះនឹងដោយសុវត្ថិភាពហើយនៅបន្ទប់ក្រោមដីនៃវីឡានេះនឹងប៉ាបានស្តុកទុកអាហារនិងទឹកគ្រប់គ្រាន់សម្រាប់ឯងហើយបង្អួចទាំងអស់នឹងត្រូវបានបដូរដាក់កញ្ចក់ការពារគ្រាប់កាំភ្លើងហើយទ្វារនឹងក៏ជាទ្វារដែលមានដែកក្រាស់និងប្រព័ន្ធសុវត្ថិភាពខ្ពស់ទៀតផងនៅលើដំបូលនឹងក៏បានដំឡើងបន្ទះសូឡានឹងសម្រាប់ផលិតអគ្គិសនីផងដែរមួយទៀតនឹងនៅក្នុងឃ្លាំងក្រោមដីនឹងមានកាំភ្លើងបាញ់ចម្ងាយឆ្ងាយនឹងពី3ដើមសម្រាប់ការពារខ្លួនក្នុងករណីមានអាសន្នសរុបមកនឹងក្រៅពីប៉ានឹងមិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់នឹងចូលឡើយទោះជាគេនឹងគោះទ្វារយ៉ាងណាក៏ដោយខ្ញុំដឹងហើយលោកប៉ាប៉ុន្តែមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដខ្ញុំពិតជាឆ្ងល់ណាស់ឪពុករបស់ខ្ញុំគាត់គឺជាបណ្ឌិតជីវវិទ្យាសាមញ្ញម្នាក់ហេតុអ្វីបានជាគាត់នឹងអាចព្យាករណ៍បានថាមានមហន្តរាយនឹងចិត្តមកដល់គឺមន្ទីរពិសោធន៍របស់ប៉ាធ្វើការនឹងបានរកឃើញវីរុសប្រភេទថ្មីមួយពីដើមឡើយនឹងយើងធ្វើការពិសោធន៍ទៅលើសត្វប៉ុន្តែថ្នាក់ដឹកនាំក្រុមហ៊ុននឹងដើម្បីចង់សម្រេចបានលឿនក៏បានទាមទារយ៉ាងតឹងរឹងនឹងឲ្យធ្វើការពិសោធន៍ទៅលើមនុស្សផ្ទាល់តែម្ដងទីបំផុតវានឹងក៏បង្កឲ្យមានស្ថានភាពដែលមិនអាចគ្រប់គ្រងបានអ្នកដែលត្រូវបានពិសោធន៍នឹងបានคล้ายទៅជាខ្មោចឆៅស៊ូប៊ីហើយបានដើរខាំមនុស្សជាច្រើននឹងនៅក្នុងមន្ទីរផងដែរអ្នកដែលត្រូវបានខាំនឹងមិនយូរប៉ុន្មាននឹងคล้ายទៅជាខ្មោចឆៅដូចគ្នាបច្ចុប្បន្ននឹងស្ថានភាពនឹងពិតជាមិនអាចគ្រប់គ្រងបានទេឥឡូវនឹងប៉ាត្រូវរៀបចំស្ថានភាពនឹងបន្តសិនហើយចាំនិយាយគ្នានៅពេលក្រោយទៀតបើតាមរយៈសម្លេងរបស់ឪពុកខ្ញុំនឹងខ្ញុំដឹងថារឿងនេះនឹងមិនមែនជារឿងលេងសើចឡើយខ្ញុំនឹងត្រូវតែការពារខ្លួនឲ្យមែនទែន